សាច់ក្រៀមជើខីអាហារសម្រន់ដែលពេញនិយមបំផុតលើលោកជើខីគឺជាសាច់ក្រៀមដែលទទួលបានការពេញនិយមបំផុតនៅក្នុងសហរដ្ឋអាមេរិកដើមកំណើតរបស់វាគឺស្រដៀងនឹងសាច់ក្រៀមឬសាច់ញាតិទូទៅដែរប៉ុន្តែវាត្រូវបានគេកែច្នៃរូបមន្តបន្ថែមរសជាតិនិងភាពស្រួយរហូតក្លាយជាអាហារសម្រន់ដែលល្បីល្បាញទូទាំងពិភពលោករឿងរ៉ាវដែលអ្នកប្រហែលជាមិនធ្លាប់ដឹងអ្នកដែលបង្កើតសាច់ក្រៀមប្រភេទនេះដំបូងគឺជាជនជាតិដើមនៅអាមេរិកខាងដើមពាក្យថា jerky គឺคล้ายមកពីពាក្យថា chaki ដែលមានន័យថាសាច់ប្រៃអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺសាច់ប្រភេទដំបូងគេដែលគេយកមកធ្វើជា jerky គឺសាច់សត្វ alpaca ដ៏គួរឲ្យស្រឡាញ់នោះឯងអត្ថកម្មបាំងនៃវិធីធ្វើគេអាចប្រើសាច់អ្វីក៏បានប៉ុន្តែត្រូវតែជាសាច់គ្មានខ្លាញ់ដោយសារគោលបំណងធំនៃ jerky គឺការរក្សាសាច់ទុកឲ្យបានយូរតាមដែលអាចធ្វើទៅបានដូច្នេះគេមិនឲ្យមានជាតិខ្លាញ់ឡើយព្រោះខ្លាញ់ធ្វើឲ្យសាច់ឆាប់ខូចគុណភាពគេហាន់សាច់ជាបន្ទះស្ដាងៗរួចយកទៅប្រឡាក់ជាមួយអំបិលឬគ្រឿងទេសផ្សេងៗតាមចំណង់ចំណូលចិត្តការសម្ងួតបែបបុរាណគេយកទៅហាលថ្ងៃនិងឆ្អើបផ្សាយតិចៗដែលវិធីនេះត្រូវចំណាយពេលច្រើនថ្ងៃទើបអាចញ៉ាំបានបែបសម័យថ្មីទោះបីជាប្រើម៉ាស៊ីនសម្ងួតឬឡដុតក៏ដោយក៏នៅតែត្រូវចំណាយពេលយូរពី4ទៅ5ម៉ោងដែរដើម្បីឲ្យសាច់ស្ងួតល្អ